បាទសួស្តីបងប្អូននេះវាបិទអាវកាក់របស់ខ្ញុំណាបងប្អូនវីដេអូនេះវីដេអូទី7ហើយបងទី7ទី8ហើយវីដេអូនេះចប់បងប្អូនហើយដាក់កាមេរ៉ាចោលឲ្យដាក់ថតខ្នងឲ្យបងប្អូនមើលមកយល់តែថងបងបាំងតែបន្តិចហ្នឹងឯងបងបាំងតែបន្តិចហ្នឹងទេអូដល់កុំលេខបាំងធ្វើមកចឹងបងប្អូនអត់មានអ្នកកាន់ឲ្យមានអ្នកកាន់តែមានអ្នកកាន់ឲ្យដែរដូចជាមិនបានពឹងគេឲ្យកាន់ហ្នឹងបងដោយសារជាងជាប់រៀងខ្លួនអញ្ចឹងទៅកុំឲ្យខាតមនុស្សដល់ពេលអញ្ចឹងយើងដាក់ជើងកាមេរ៉ាចោលអញ្ចឹងទៅហើយរបៀបបិទរបៀបអីអស់ពីលើចុះមកក្រោមបងលើចុះមកក្រោមដល់កន្លែងប៉ោងហ្នឹងយើងរៀងដៃយើងរៀងចាប់ស្គុតឲ្យរៀងហែកទៅយើងរៀងទាញប្រហែល 5% ទៅបានហើយបងប្អូនហើយខាងលើហ្នឹងបងខាងលើខាងខ្ញុំអត់ហ្នឹងឃើញទេយើងយកមេដៃរុញចូលទៅក្នុងយកចូលទៅក្នុងហើយអាកន្លែងមកចិត្តដល់ខាងលើយើងវាចឹងវិញហ្នឹងបងវាចែកសាច់វាហើយអាខាងកន្លែងនេះអីគេហ្នឹងបងយើងមើលដៃមួយស្គុតមើលទៅដូចតាំងហ្នឹងបងតាមពិតដៃខ្ញុំដាក់តាណានៅទៅនឹងបើយើងទាញវាអាចខុសវាអាចហើបកន្លែងហ្នឹងបងតែបើយើងទប់ហើយយើងតម្លាក់នេះអែមបងប្អូនអើយកន្លែងនេះវាអត់ហើបទេបងនេះកន្លែងណាតែថាតឹងយើងជាវាទៅជាមកធូរសាច់ស្គុតធូរសាច់ស្គុតយើងអត់បានតម្លាក់ចូលដល់កលាក់វាដល់ពេញសាច់កន្លែងនេះឲ្យចាក់វាឲ្យដល់ដងបងជាវាឲ្យយើងប្រើភ្លើងឲ្យក្តៅរោលវាឲ្យឆ្អិនណាព្រោះកន្លែងហ្នឹងវាអាចឆ្ងាញ់តែបងអាចឆ្ងាញ់អាចហើបចឹងយើងត្រូវការពិតព្រៀងយើងអត់ហើយក៏នៅតែយើងនេះដែរបងក៏យើងនៅតែយើងដើរមើលវាកន្លែងណាមិនទុកចិត្តទេយើងរោលវាថែបងប្អូនកុំអត់ហើយកុំអត់ដើរមើលត្រូវដើរមើលមកជុំឡើងមកវិញទាំងអស់បងហើយកន្លែងនេះហ្នឹងឃើញមានផ្លោកយើងលើកវាហើយកន្លែងហ្នឹងកន្លែងបន្លោះពីកន្លែងបេនហ្នឹងបងយើងហៅឡើងឃើញដៃខ្ញុំដូចយើងទាញបងយើងទាញមែនកន្លែងនេះតែយើងទាញតែយើងបានតម្លាក់វាចូលទៅក្នុងបងយើងតម្លាក់វាចូលទៅក្នុងហើយមកយើងធ្វើការបត់មុខបងប្អូនហើយអាបន្លោះពីអាបន្លោះខាងលើទី1អាហ្នឹងវាមានកន្លែងកលាក់ដក់ទឹកបងប្អូនយើងមុននឹងអត់យើងមើលវាសិនវាមានទឹកយើងដាក់កសែងឲ្យវាបឺតទឹកឲ្យវាជក់ទឹកអស់ព្រោះពេលខ្ញុំបិទនេះខ្ញុំអត់បានមើលបងណាលេងបិទចូលទៅវិញវាមានទឹកណាពេលមានទឹកយើងបត់មុខទៅវានៅលើទឹកអត់ដឹងស្រាប់ហើយបងប្អូនឆ្លាយើងបិទឆៅដល់ពេលប៉ះទឹកទៅមានអីល្អល់ព្រិលដល់ពេលយើងជាបងយើងជាខ្ញុំជាស្មើបងប្អូនកន្លែងអាវកាខ្ញុំអត់បានដើរអត់ដែលបានបត់មុខទេបងយើងជាស្មើបើអាវកាហ្នឹងដូចជាអត់មានកន្លែងបត់មុខមានតែ2ទេបងប្អូនមានតែបន្លោះ2ហ្នឹងឯងបន្លោះ2អាវកាហ្នឹងកន្លែងខ្សៅយើងជានេះកន្លែងនេះអីយើងជាវាតម្លាក់បងយើងជាតម្លាក់យើងបិទឲ្យម៉ាសាច់ចូលដល់ក្នុងហ្មងបងអានេះហើបក៏វាហើបតិចដែរបងវាអត់ហើបច្រើនទេយើងជាតម្លាក់វាចែកសាច់វាយើងបធូរហើយសារយើងបធូរវាហើយយើងនេះបងយើងតម្លាក់វាទៅយើងទុកវាទុកមុខវាបត់ប្រហែល1លីបងបាយ1លីកន្លះទៅបានហើយបងជាបត់ទុកបត់មុខបងទាំងលើទាំងក្រោមបងជាដូចគ្នាមកហើយយើងបត់មុខយើងបត់ពីកន្លែងកែងមុនបងកន្លែងកែងយើងបត់វាមុនដល់ពេលមុននឹងយើងបត់យើងបកឲ្យស្ទប់លើចេញមកឲ្យវាឃើញចាំងយើងបត់ឡើងកែងមុននេះកន្លែងនេះបងប្អូនមកបត់ឲ្យមកវិញដាក់ប្រសាទដើម្បីខ្ញុំយកកសែងទៅជូតឡើយខ្ញុំយកកសែងទៅឲ្យជូតទឹកបឺតទឹកហ្នឹងឡើយហើយអត់មានឃើញខ្ញុំតែនៅនេះបាទខ្ញុំអាចយកនេះកសែងឃើញយកកសែងវាមានទឹកយើងហូរវាតាមដល់ពេលយើងនេះអីយើងតាមយើងជាស្មើយើងត្រូវហូរភ្លើងឡើងវិញទាំងអស់បងពេលយើងអត់ហូរវាចំណាយយើងទាញយើងជ្រុលដែរអាហ្នឹងបាច់ចាំទាញខ្លាំងឯទាញតែបន្តិចក៏វាឡើងក៏វាលបកមុខវាក៏វាឆ្ងាញ់មកវិញដែរយើងត្រូវការហូរវាឲ្យឆ្អិន